វីដេអូនេះដែរគឺមក review តាក់ទងជាមួយនឹងការដ្ឋានមួយដែលបានបំពាក់ទ្វាររបងដៃស្មិតចម្រឹងដៃស្មិតនិងបង្កាន់ដៃស្មិតផងដែរហើយអ្វីដែលសំខាន់ណាស់នៅក្នុងគម្រោងមួយនេះគឺមេធំជាអ្នកត្រួតពិនិត្យដោយផ្ទាល់ហើយបើនិយាយពីទំហំទ្វារវិញគឺធំគួរសមដែរប៉ុន្តែសម្រាប់ការប្រើប្រាស់វិញរុញឡើងធូរហ្មងហើយបើនិយាយពីការរុញធូរនេះគឺដោយសារតែការធ្វើគឺត្រូវបច្ចេកទេសតែម្ដងមិនថារៃទ្វារកង់ទ្វារឬក៏ដៃទ្វារគឺសុទ្ធតែជាផលិតផលដែលមានគុណភាពខ្ពស់ហើយអាចប្រើប្រាស់បានយូរអង្វែងសម្រាប់ដៃស្មិតដែលធ្វើចេញពីក្រុមហ៊ុនវិនហេរចនាខ្ញុំធានាជូនពុកម៉ែបងប្អូនថាគឺអត់ខកបំណងតែម្ដងពួកអីគ្រប់ផលិតផលទាំងអស់មុននឹងដឹកចេញជូនដល់អតិថិជនគឺសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពជាច្រើនដងមុននឹងបកគលជូនដល់អតិថិជនប្រើប្រាស់គ្រប់ផលិតផលទៅដល់ដៃអតិថិជនណាគឺសុទ្ធតែទទួលបានការសរសើរហើយនឹងការពេញចិត្តក្រោយពេលប្រើប្រាស់ផលិតផលពីក្រុមហ៊ុនវិនហេរចនាដៃស្និទ្ធទៅមេធំផ្ដាំឲ្យផ្ដាំទៀតថាផលិតផលមិនស្អាតគឺមិនបកគលអតិថិជនទេហើយគ្រប់ផលិតផលដែលបកគលជូនដល់អតិថិជនណាគឺត្រូវតែជាផលិតផលដែលមានគុណភាពហើយធ្វើឲ្យអតិថិជនសប្បាយចិត្តនៅក្នុងការប្រើប្រាស់ផងដែរហើយបើសិនជាពុកម៉ែបងប្អូនចង់ដូរទ្វារចាស់ដាក់ទ្វារថ្មីក៏កុំភ្លេចតាក់ទងជាមួយនឹងក្រុមហ៊ុនវិនហេរចនាដូចគ្នាការដោះដូរទ្វារចាស់ដាក់ទ្វារថ្មីគឺពុកម៉ែបងប្អូនអត់មានពិបាកអីទេដោយសារក្រុមហ៊ុនវិនហេរចនាជាអ្នកដោះទ្វារចាស់ហើយនឹងដំឡើងទ្វារថ្មីជូនដល់ពុកម៉ែបងប្អូនប្រើប្រាស់តែម្ដងហើយមិនមែនសម្រាប់តែទ្វារលបងទេណាពុកម៉ែបងប្អូនចម្រឹងបង្អួចបង្កាន់ដៃចណ្ដើបង្កាន់ដៃវេរ៉ង់ដាឬក៏ទ្វារផ្ទះសុទ្ធតែអាចដូរបានទាំងអស់ហ្នឹងសរុបមកសម្រាប់ពុកម៉ែបងប្អូនដែលកែដែលគាត់ផ្ទះសារជាថ្មីឬក៏ពុកម៉ែបងប្អូនសាងសង់ថ្មីគឺអាចតាក់ទងមកកាន់ក្រុមហ៊ុនវិនហេរចនាបានទាំងអស់សម្រាប់ព័ត៌មានលម្អិតពុកម៉ែបងប្អូនអាចតាក់ទងមកកាន់ក្រុមហ៊ុនវិនហេរចនាបានតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះចង់ប្រើដៃស្មិតកុំភ្លេចវិនហេរចនា